សួស្តីម៉ាក់ទាំងអស់គ្នាម៉ាក់ណាខ្លះដូចខ្ញុំមកសម្រាប់កូនខ្ញុំគឺគាត់អត់សូវមុំទេអាយុគាត់ជិត3ខែហើយមកដល់រយៈពេលហ្នឹងគឺគាត់អត់សូវមុំតែម្ដងជារៀងរាល់ថ្ងៃគាត់មុំទឹកដោះខ្ញុំអញ្ចឹងដល់ពេលគាត់អត់សូវមុំហើយក៏អត់សូវឡើងគីឡូទៀតខ្ញុំក៏បដូរឲ្យគាត់ទៅមុំទឹកដោះគោវិញដូរគ្រប់ម៉ាក់គ្រប់ម៉ូតអស់ហើយប៉ុន្តែមុំនៅតែអត់ត្រូវពេលដែលមុំទៅគឺក្អួតមកវិញរហូតហើយពេលដែលគាត់ក្អួតម្ដងគឺបាអស់ពីពោះអាលីងតែម្ដងក្អួតរហូតតទន់ខ្លួនហើយតតែអស់ពីពោះហ្មងណាម៉ាក់ខ្លះណាខ្លះដូចខ្ញុំមកកូនខ្ញុំពិបាកណាស់អត់ដឹងត្រូវធ្វើម៉េចទេដើម្បីឲ្យគាត់មិនបានច្រើនដូចមុនពីមុនគាត់មិនបានច្រើនតែមិនបានតែរយៈពេលបន្ទាប់មកក៏ដូរទឹកដោះគោនឹងទៅគាត់មិនលែងសូវបានវិញតែមកដល់ឥឡូវហ្នឹងគាត់នៅតែមុំទឹកដោះខ្ញុំអញ្ចឹងតែគាត់មុំទឹកដោះគាត់បានទេពេលដែលមុំទៅគឺក្អួតអញ្ចឹងទៅក៏បន្តឲ្យមុំទឹកដោះខ្ញុំបន្តទៀតអញ្ចឹងទៅសួរម៉ាក់ទាំងអស់គ្នាថាតើមានវិធីសាស្ត្រណាធ្វើឲ្យគាត់មុំបានច្រើនជាងមុនអញ្ចឹងណាអ្នកនរគ្នាហើយមានវីតាមីនអ្វីដើម្បីជួយឲ្យក្មេងឆាប់ឡើងគីឡូអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាដឹងជួយប្រាប់ខ្ញុំផងព្រោះខ្ញុំបារម្ភពីកូនខ្ញុំខ្លាំងណាស់ដោយសារតែគាត់អត់សូវឡើងគីឡូទេហើយតូចមែនតែនពេលដែលគាត់កើតមកក៏គីឡូតិចដែរអ្នកនរគ្នាបានតែ1គីឡូជាងទេអញ្ចឹងហើយពិបាកចិត្តមែនតែនហើយធ្វើអីក៏អត់ត្រូវដែរអ្នកនរគ្នាអើយ stress តែម្ដងពេលអញ្ចឹងអ្នកនរគ្នាបើសិនជាដឹងថាធ្វើយ៉ាងណាឬក៏មានវីតាមីនអ្វីដើម្បីជំនួយដល់ក្មេងអាយុទៅតែ7-3ខែហ្នឹងមុំទៅឲ្យឡើងគីឡូហើយគាត់មុំច្រើនជាងមុនជួយ comment នៅក្នុងវីដេអូហ្នឹងផងអ្នកទាំងអស់គ្នាណាអរគុណច្រើនសម្រាប់ម៉ាក់ទាំងអស់